លោកប្តីអូនមកវិញហើយម៉ាក់ក៏នៅទីនេះដែរម៉ាក់ឃ្លានបាយហើយនៅម៉ាក់ចាំកូនទៅកំងអាហារជូនម៉ាក់សុធីងកូនម៉ាក់ញ៉ាំរួចហើយកូនប្រុសបើអត់មានកាអីទៀតទេម៉ាក់ទៅសិនហើយណាអេម៉ាក់មកលើកនេះប្រកាសជាមានកិច្ចការអីហើយម៉ាក់ណែសុធីងកូនការដែលម៉ាក់មកនេះម៉ាក់មានរឿងមួយចង់ពិភាក្សាជាមួយពួកកូននឹងណាម៉ាក់មានការអីម៉ាក់ប្រាប់កូនម្ចាស់រឿងហ្នឹងគឺចេះអាកាសធាតុវាកាន់តែត្រជាក់ល្ងាខ្លាំងម៉ាក់ហើយនឹងប៉ាកូនណាជិះឡានក្រុងម្ដងវាត្រជាក់ពេកតើពួកកូនអត់មានឡានថ្មីជិះទេហ៎ពួកកូននៅតែជិះឡានចាស់ដដែលហ្នឹងហ៎ពួកកូនអាចលក់ឡានចាស់នឹងថ្លៃល្មមមកឲ្យម៉ាក់បានទេគ្រាន់ប៉ាឯងនឹងម៉ាក់ទៅណាមកណាវាងាយស្រួលនឹងគេម៉ាក់មកនេះម៉ាក់មានលុយ30,000យន់ដែរប៉ុណ្ណឹងវាគ្រាន់សម្រាប់ពួកកូនដែរអត់អូគ្រប់ហើយម៉ាក់មិនអីទេចាំកូនទៅយកសោឲ្យណាអេបងសុកចិត្តឲ្យវាទៅម៉ាក់ហើយម៉ាក់គឺពួកកូនមិនលក់វាទេអេសុធីងនេះអូនកូនប្រុសមិនអីទេសូធីងនាងច្បាស់ជាមានកំណត់របស់គេហើយបាទនាងមិនចង់លក់ក៏ឲ្យទៅចោលម៉ាក់គិតទៅសិនហើយម៉ាមិនដឹងថាសុធីងនាងកំពុងគិតអីទេនេះកាលមកនោះពួកកូនធ្លាប់ពិភាក្សាគ្នារួចម្ដងហើយថាក្រោយពីកូនទិញឡានថ្មីហើយចំណែកឡានចាស់ត្រូវលក់វាចេញដោយសារតែម៉ាក់ជាម៉ាក់កូនម៉ាក់មិនចាំបាច់ប្រើពាក្យថាទិញនោះទេទោះបីវាជាកាដូដែលកូនត្រូវឲ្យទៅម៉ាក់ក៏ដោយគឺពួកកូននេះត្រូវតែឲ្យម៉ាក់ដែរណាត្រូវហើយម៉ាក់គឺត្រូវតែឲ្យវាទៅម៉ាក់ម៉ាក់ហាក់នេះកូនសៅឡានម៉ាក់យកវាទៅសុធីងកូនណាពួកកូនណាពិបាករលុយខ្លាំងណាស់វាជាឡានរបស់ពួកកូនម៉ាក់មិនអាចបញ្ចូលដល់អត់ប្រយោជន៍ទេហត់នេះនេះលុយនេះកូនយកទៅណាម៉ាក់យកវាទៅចោះណាពួកយើងជាគ្រួសារតែមួយរឿងអីដែលពួកកូនឲ្យម៉ាក់ខ្លួនឯងមិនបាននោះគ្រាន់តែយកឡានរបស់កូនខ្លួនឯងប៉ុណ្ណឹងបែរជាទៅយកលុយទៅកាត់ធ្វើអញ្ចឹងវាអត់សមទេច្បាស់ជាញាតិចិត្តខាងគេសាច់ច្បល់ហើយថែមទាំងនិយាយដាំថាពួកកូននេះចិត្តមិនបានថែមទាំងស្ដីថាឲ្យកូនប្រសាទៀតផងម៉ាក់អរគុណណាស់សុធីងកូនមិនបាច់អរគុណកូនអីទេណាម៉ាក់បានខិតខំប្រឹងប្រែងពេញមួយជីវិតទៅហើយខំចាំបីបាច់កូនរហូតដល់មានផ្ទះសម្បែងសំរុំល្មមរស់នៅបានកក់ក្ដៅចំណែកពួកកូននេះគួរតែមានភាពកតញ្ញូគោរពដឹងគុណម៉ាក់នៅក្នុងកាតនេះកូនមានលុយ20,000យន់ជូនម៉ាក់នេះគឺគ្រាន់តែជាភាពកតញ្ញូគោរពដឹងគុណចំពោះម៉ាក់ហើយនៅលោកប៉ាតែប៉ុណ្ណោះហើយយ៉ាម៉ាក់ចាស់ហើយកូនម៉ាក់អត់ត្រូវការលុយច្រើនទេពួកកូនមានបន្ទុកដែលចំណាយច្រើនណាស់ចូលកូនយកវាទៅវិញទៅម៉ាក់យកវាទៅណាដោយពាក្យចាស់លោកពលថាទោះបីមានប្រាក់រាប់រយដំឡឹងក៏មិនអាចទិញនូវសន្តានចិត្តសន្តោសប្រណីពីឪពុកម្ដាយបានដែរពួកកូនអរគុណប៉ាម៉ាក់ខ្លាំងណាស់ដែលបានខិតខំចាំបីបាច់ពួកកូនយ៉ាងល្អយ៉ាងនេះពួកយើងជាគ្រួសារតែមួយត្រូវតែចេះជួយគ្នាអញ្ចឹងហើយមែនត្រូវហើយអូននិយាយត្រូវហើយម៉ាក់ចាប់ស្អែកកូននឹងអូនសុធីងបើកឡាននឹងយកទៅជូនម៉ាក់និងប៉ាណាម៉ាក់អូហូល្អណាស់កូនម៉ាក់ពិតជាមានសំណាងណាស់ដែលមានកូនប្រុសនិងកូនប្រសាស្រីល្អបែបនេះ